ក្រុមប្រដាប់អាវុធបាញ់រះនិងគប់គ្រាប់បែកប្រហារប៉ុស្តិ៍ត្រួតពិនិត្យនៅថៃសម្រាប់ទាហាន5នាក់និងធ្វើឲ្យជនស៊ីវិល2នាក់រងរបួសនារាធិវត្តន៍ថៃក្រុមប្រដាប់អាវុធមួយក្រុមបានបើកការវាយប្រហារដោយបាញ់រះនិងគប់គ្រាប់បែកទៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខប៊ូខេសាមីស្ថិតក្នុងស្រុករ៉ាងេខេត្តនារាធិវត្តន៍ភាគខាងត្បូងប្រទេសថៃកាលពីវេលាម៉ោង 6:45 នាទីល្ងាចថ្ងៃទី22ខែកក្កដាឆ្នាំ2026បណ្ដាលឲ្យទាហាន5នាក់ស្លាប់និងជនស៊ីវិល2នាក់រងរបួសតាមរបាយការណ៍បឋមក្រុមប្រដាប់អាវុធមានគ្នាប្រមាណ6នាក់បានប្រើរថយន្ត Pick-up Nissan ពណ៌ខ្មៅជាយានជំនិះសម្រាប់ធ្វើសកម្មភាពខណៈមានម៉ូតូ2គ្រឿងបើកនាំមុខនិងបិទក្រោយជនដៃដល់ស្លៀកសម្លៀកបំពាក់ពណ៌ខ្មៅនិងពាក់មួកខ្មៅមុនបើកការបាញ់ប្រហារនិងគប់គ្រាប់បែកទៅលើប៉ុស្តិ៍ត្រួតពិនិត្យយ៉ាងសន្ធប់ការវាយប្រហារនេះបានសម្លាប់ទាហានចំនួន5នាក់ក្នុងនោះរួមមានទាហាន4នាក់និងនាយទាហានម្នាក់ខណៈជនស៊ីវិល2នាក់បានរងរបួសធ្ងន់ដែលម្នាក់ជាកុមារក្រោយធ្វើសកម្មភាពរួចក្រុមប្រដាប់អាវុធបានរត់គេចខ្លួនតាមផ្លូវលេខ4055ខណៈសម្លេងផ្ទុះនិងស្នូរកំភ្លើងនៅតែលឺជាបន្តបន្ទាប់ក្នុងតំបន់ក្រោយហេតុការណ៍កងកម្លាំងយោធានិងនគរបាលថៃបានបិទគប់តំបន់កើតហេតុនិងបើកប្រតិបត្តិការតាមប្រម៉ាញ់ក្រុមប្រដាប់អាវុធដែលបានរត់គេចខ្លួនគណៈអាជ្ញាធរក៏បានបង្កើនការរឹតបន្តឹងសន្តិសុខនៅទូទាំងខេត្តនារាធិវត្តន៍និងតំបន់ភាគខាងត្បូងរបស់ប្រទេសសូមចូលទៅកាន់គេហទំព័រ freenewscambot.com ដើម្បីអានព័ត៌មានថ្មីៗរហ័សច្បាស់លាស់និងទាន់ហេតុការណ៍ពី SR News